រឿងហ្នឹងចាប់ផ្ដើមសាច់រឿងដំបូងហ្នឹងគឺមាននារីម្នាក់ដែលគាត់មានឈ្មោះថារីយ៉ាគឺជាអ្នករត់តុកម្នាក់មកពីខេត្តកញ្ចេះព្រោះតាជីវភាពគ្រួសារគាត់ក្រីក្រទើបត្រូវបង្ខំចិត្តឡើងមករកការងារធ្វើនៅភ្នំពេញតែដោយសារគ្នាអត់ស្គាល់អ្នកណាគេទាំងអស់ហើយរៀនសូត្រហ្នឹងគឺអត់បានខ្ពង់ខ្ពស់ទៀតដូច្នេះមានតែការងាររត់តុកហ្នឹងហើយដែលគាត់អាចធ្វើបានព្រោះតែខ្លួននៅក្មេងហ្នឹងហើយមកពីស្រុកស្រែជនបទដាច់ស្រយាលទៅគ្នាអត់សូវដឹងពីល្បិចកិច្ចកលបោកប្រាស់របស់អ្នកទីក្រុងថ្ងៃមួយនាងបានជួបបរិសម្នាក់ដោយចៃដន្យគេមានអាយុរៀងច្រើនបន្តិចតែសង្ហាគួរសមរឹកពីក៏មើលទៅចាស់ទុំហើយគ្រួសារគេក៏បែបជាអ្នកមានព្រោះគេមានឡានជិះសមរម្យដែរដំបូងឡើយនាងគ្រាន់តែគិតថារាប់អានគ្នាធម្មតាទេតែក្រោយមកគេក៏ចេះតែធ្វើល្អដាក់នាងយកចិត្តទុកដាក់នាងរហូតបារម្ភពីនាងទិញទូរស័ព្ទឲ្យនាងប្រើទិញកងដៃឲ្យនាងពាក់រហូតគេសារភាពត្រង់ថាគេគ្មានប្រពន្ធគ្មានកូនអីទេគេនៅកំឡោះកំពុងស្វែងរកមនុស្សស្រីម្នាក់មកជួយមើលការខុសត្រូវជីវិតរបស់គាត់នឹងឥឡូវគេរកឃើញមនុស្សស្រីម្នាក់ហ្នឹងហើយគឺជារូបនាងគេក៏ប្រាប់ទៀតថាគេស្រឡាញ់នាងចង់រស់នៅជាមួយនាងតែគេអត់បានប្រាប់ទៀតថាគេចង់រៀបការជាមួយនាងព្រោះតែអំពើល្អរបស់គេធ្វើមកលើនាងនឹងព្រោះតែការលួងលោមពាក្យផ្អែមល្ហែមទើបធ្វើឲ្យនាងបាក់ចិត្តលើគេដោយអត់ដឹងខ្លួនព្រមរស់នៅជាមួយគេដូចជាប្តីដូចជាប្រពន្ធអញ្ចឹងទាំងដែលអត់ទាន់មានចាស់ទុំមេបាដឹងឮអីទេហើយក៏អត់ទាន់ក្រាបក្បាលដល់កតេទេដែរទីបំផុតទើបនាងដឹងថាអ្វីដែលគេធ្វើមកលើនាងគឺជាការបោកប្រាស់ចិត្តរបស់នាងតែប៉ុណ្ណោះព្រោះគេមិនមែនជាបរិសនៅកំឡោះហើយទំនេរដូចដែលគេបានរៀបរាប់ប្រាប់នាងពីមុននឹងមកទេតែក៏ពិតគេមានប្រពន្ធហើយប្រពន្ធរបស់គេហ្នឹងក៏ជាកូនអ្នកមានជាកូនមន្ត្រីធំដែរនៅពេលនាងដឹងថានាងចាញ់បោកគេអ្វីវាប្រែប្រួលសឹងតែ80ដឺក្រេបេះដូងនាងដែលធ្លាប់តែស្រស់ថ្លាក៏ប្រែជាខ្ទេចខ្ទាំអារម្មណ៍ដែលធ្លាប់តែរីករាយក៏ប្រែជាភ័យខ្លាចស្ដាយភាពជឿជាក់ស្ដាយភាពស្មោះស្ម័គ្រស្ដាយកាយដែលត្រូវប្រឡាក់ប្រឡូកជាមួយនឹងមនុស្សបោកប្រាស់ពេលខាងប្រពន្ធដើមដឹងរឿងគេក៏លើកគ្នាមកវាយដំនាងដល់បន្ទប់ជួលតែម្ដងចោទប្រកាន់ថានាងនឹងយកប្តីគេគំរាមកំហែងដល់អាយុជីវិតធ្វើឲ្យនាងភ័យខ្លាចស្ទើរតែបាត់បង់ស្មារតីព្រោះវាគឺជាលើកទី1ដែលនៅក្នុងជីវិតជួបរឿងបែបនេះធ្លាក់មកលើនាងមនុស្សប្រុសដែលនាងបានប្រគល់អ្វីៗឲ្យគ្រប់បែបយ៉ាងបែរជាស្ងប់ស្ងាត់បាត់ឈឹងរកដំណឹងអត់ឃើញទេមិនដឹងនៅអាណាទុកឲ្យនាងទទួលរងនៅភាពឈឺចាប់តែម្នាក់ឯងទុកឲ្យនាងរស់នៅជាមួយនឹងភាពភ័យខ្លាចរស់នៅជាមួយនឹងវិបដិសារីវាពិតជាអយុត្តិធម៌មែនតែនសម្រាប់មនុស្សស្រីមនុស្សប្រុសជាអ្នកសាងកំហុសសោះហេតុអ្វីត្រូវទម្លាក់កំហុសនោះមកលើមនុស្សស្រីហេតុអ្វីត្រូវឲ្យមនុស្សស្រីជាជនរងគ្រោះចុះមនុស្សប្រុសហេតុអ្វីមិនដាក់ទោសផងទៅបើគេមិនបានចូលមកបោកប្រាស់ចិត្តនាងក៏នាងមិនបានទៅពាក់ព័ន្ធជាមួយនឹងគេដែរមានភ្លើងទើបមានផ្សែង